បាទសួស្តីបាទដើម្បីធ្វើការបំបែកបាទឈ្មោះបាទជាអក្សរខ្មែរបាទនៅក្នុងកលឹមតែមួយយើងចង់បំបែកចេញជាពីរដែលមានជានាមតកូលបាទហើយនឹងនាមខ្លួនផ្សេងបាទគឺយើងអាចធ្វើបាននៅក្នុងបញ្ជី Excel នេះបាទអញ្ចឹងដំបូងគឺយើងត្រូវបង្កើតបាទកលឹមបាទពីរឲ្យហើយមកបាទបើសិនជាយើងត្រូវការបង្កើតបាទបន្តមកទៀតគឺយើងត្រូវ select បាទទៅលើឈ្មោះរបស់យើងនេះបាទទាំងអស់ហ្នឹងយើងត្រូវ select ទាំងអស់បាទបន្តមកទៀតគឺយើងចូលទៅលើ tab របស់យើងគឺ data បាទចូល tab data ហើយយើងយកពាក្យថា text to column នេះបាទអញ្ចឹងនៅពេលដែលយើងយក text to column ហើយយើងចុចលើប៊ូតុង next កន្លែងនេះបាទយើង next មកកន្លែងនេះគឺយើងយកមក tick បាទគឺយើងត្រូវការឲ្យវា tick ឲ្យវាមាន space បាទគឺយើងដាក់ឲ្យ space បាទថាអ្វីដែលយើងបានដកឃ្លាហ្នឹងគឺយើងចង់យកវាចេញជាបាទកលឹមផ្សេងគ្នាបាទហើយយើង next ទៀតមកបាទ next ហើយកន្លែងនេះគឺយើងអាចបដូរបាទកន្លែងឈ្មោះកលឹម start នេះបាទយើងចង់ចាប់ផ្ដើមនៅកលឹមណាបាទយើងអាចចាប់ផ្ដើម start កលឹមហ្នឹងទៅឧទាហរណ៍ថាខ្ញុំលុបអាកលឹមចាស់របស់វាចោលគឺយើង start ពីកលឹមនេះមកបាទគឺកលឹម D នេះបាទអញ្ចឹងហើយយើង finish មកបាទពេលនោះគឺឈ្មោះរបស់យើងបាទវានឹងលោតញែកបាទជាពីរកលឹមតែម្ដងគឺមាននាមតកូលនិងនាមខ្លួនផ្សេងគ្នាបាទមួយទៀតដែរគឺនីតិវិធីក្នុងការបំបែកបាទថ្ងៃខែឆ្នាំកំណើតនេះបាទឲ្យវាចេញទៅជាបាទ3កលឹមបាទដែលថាមួយថ្ងៃផ្សេងខែផ្សេងនិងឆ្នាំផ្សេងបាទអញ្ចឹងឧទាហរណ៍ថាឥឡូវយើងមាន3កលឹមនេះបាទអញ្ចឹងយើងធ្វើការ select បាទដូចឈ្មោះបាញ់មិញដែរបាទបន្ទាប់មកគឺយើងចាប់ផ្ដើមចូលទៅលើ data ហើយយើងចុចទៅលើបាទកន្លែងពាក្យ text to column នឹងដូចគ្នាបាទបន្ទាប់មកយើងធ្វើការ next បាទ next ហើយកន្លែងនេះគឺយើងយកប្រើប្រាស់ space បាទបើថាកន្លែងនេះបើយើងប្រើប្រាស់ comma យើង tick កន្លែងពាក្យ comma បាទបើថាយើងប្រើ slash គឺយើង tick កន្លែងពាក្យ slash ឬក៏ other បាទយើងដាក់ slash ទៅបើមិនយើងប្រើ slash បាទអញ្ចឹងយើងដាក់ slash មកអញ្ចឹងយើងដក comma ចេញទៅព្រោះយើងអត់ប្រើប្រាស់ comma ទេបន្ទាប់មកយើងបាទ next វាទៅមកបាទ next ហើយកន្លែងនេះក៏យើងចាប់ផ្ដើមកលឹម start របស់យើងដែរបាទយើង start នៅក្នុងកលឹមណាយើង select កលឹមហ្នឹងមកបាទបន្ទាប់មកយើង finish ទៅបាទពេលនោះគឺវាញែកបាទថ្ងៃខែឆ្នាំកំណើតរបស់យើងគឺចេញជាថ្ងៃផ្សេងខែផ្សេងនិងឆ្នាំផ្សេងបាទអរគុណ